8,000 lít ភាសាយើងមានអ្នកជាធុងរសជាតិបាទហើយយើងបន្ថែមរសជាតិដើម្បីឲ្យទឹកយើងមានរសជាតិបាទហើយវាចូលទៅស្តែនបាទស្តែននេះគឺ1ម៉ោងស្តែននេះវា 4000 លីត្រអញ្ចឹងវា2ស្តែនបាទ2ស្តែនវាស្មើនឹង8000 លីត្រក្នុង1ម៉ោងបាទហើយនេះបងណាបាទមកមើលនេះហើយចេញពីស្តែនហ្នឹងមកយើងចូលទៅប្រព័ន្ធ UV បាទ UV ហើយយើងប្រើទៅប្រព័ន្ធអូโซនមកទៀតបាទដើម្បីយើងមិនសត់ទឹកហ្នឹងហើយនៅក្នុងសត់ទឹកហ្នឹងដើម្បីវាមានបាយរក្សាក្នុងការសម្លាប់មេរោគបាទហើយនេះពេលចេញពី UV ទៅហើយយើងមាន filter មួយទៀតបាទ filter នេះគឺយើងសម្រាប់ដាក់មុខវាដើម្បីយើងនេះគឺជាធុងបាទ motor ជំរុញទឹកដើម្បីក្នុងការលាងដបបាទលាងដបនេះបាទលាងដបនេះហើយនេះធុង20 លីត្របាទធុង20 លីត្រដែលយើងត្រូវការលាងវាបាទពីហើយនេះបាទនេះគឺជាច្រកបាទដល់នេះពេលយើងបើកទៅវាអូតូវាមកបាទសូមអរគុណសម្រាប់ការជឿជាក់ទៅលើការរៀបចំតម្លើងរបស់ហាងសិប្បកម្មបាទជាខ្ញុំតែឈុនឡៃបាទ